សុំមកទូទាយនៅរាសីប្រចាំថ្ងៃគឺថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026បងប្អូនកូនក្មួយដែលបានឃើញនៅវីដេអូនេះសូមឲ្យបងប្អូនកូនក្មួយទាំងអស់ណាលោកអ្នកចាំស្ដាប់ហើយចាំសម្គាល់មើលនៅរាសីរបស់ខ្លួនសម្រាប់ថ្ងៃទី26ថ្ងៃអាទិត្យឆ្នាំ2026ខែ7ថាតើរាសីរបស់យើងយ៉ាងម៉េចហើយខ្ញុំតែងតែចែករំលែកនៅលេខសំណាងក៏ដូចជាពណ៌សំណាងសម្រាប់ឆ្នាំនីមួយពីព្រោះខ្ញុំបានទូទាយថាអត់ឆ្នាំជូតត្រូវប្រើលេខសំណាងអ្វីហើយយើងស្លៀកសម្លៀកបំពាក់ពណ៌អីដើម្បីតម្រូវនឹងរាសីរបស់លោកអ្នកអញ្ចឹងលោកអ្នកដែលកើតឆ្នាំអ្វីមានលេខសំណាងលេខអ្វីលោកអ្នកខមមិនលេខសំណាងនឹងទៅហើយលោកអ្នក share វីដេអូដាក់លេខសំណាងនឹងផងហើយលោកអ្នកប្រើពណ៌អីលោកអ្នកពាក់សម្លៀកបំពាក់ពណ៌នឹងទៅនៅថ្ងៃអាទិត្យស្អែកបាទព្រោះខ្ញុំឡាយយប់ថ្ងៃ25ដល់ពេលថ្ងៃ26គឺសម្រាប់យប់ឲ្យហើយណាហើយបងប្អូនកូនក្មួយស្អែកនេះគឺថ្ងៃបើនិយាយពីក្បួនហុងស៊ុយថ្ងៃអាទិត្យទី26កក្កដាហ្នឹងគេហៅថាថ្ងៃឆ្លូវបាទថ្ងៃឆ្លូវនៅក្នុងខែពពែថ្ងៃឆ្លូវនៅក្នុងខែពពែថ្ងៃឆ្លូវហ្នឹងគឺជាថ្ងៃអីគឺជាថ្ងៃកម្ចាត់គឺជាថ្ងៃបោសសម្អាតហើយអញ្ចឹងរាល់រឿងអាក្រក់រាល់រឿងមិនល្អរាល់រឿងសៅមងទាំងឡាយទាំងពួងដែលមាននៅក្នុងខ្លួនរបស់យើងដែលជារឿងមិនល្អសូមឲ្យវិនិច្ឆ័យសាបសូន្យទៅសូមឲ្យបោវាជាឆ្ងាយទៅសូមឲ្យរលាយសាបសូន្យទៅត្រឹមថ្ងៃស្អែកអញ្ចឹងអ្នកណាក៏ដោយមានរឿងមិនល្អមានរឿងទុកសោកមានរឿងមិនល្អស្អែកឡើងព្រលឹមឡើងភ្ញាក់ពីដេកបងប្អូនចូលបន្ទប់ទឹកបត់ជើងធំបងប្អូនបត់ជើងធំឲ្យកុំឲ្យចុចទឹកបងប្អូនផ្ដាំណែបត់ជើងធំណាលីមូអើយឥឡូវនេះខ្ញុំសូមផ្ញើនៅរឿងអាក្រក់ទាំងឡាយទាំងពួងដែលខ្ញុំមានកន្លងមករឿងអាក្រក់ទាំងឡាយទាំងពួងមានរឿងអីខ្លះរឿងអីក៏ដោយរឿងអាក្រក់ផ្ញើតាមលីមូទៅលីមូអើយយករឿងអាក្រក់ខ្ញុំទៅផងផ្ដាំវាអស់ហើយចុចទឹកទៅវាទៅធ្លាក់លូអស់ទៅអញ្ចឹងបងប្អូនព្រលឹមឡើងធ្វើអញ្ចឹងគ្រប់គ្នាណាសម្រាប់អស់លោកដែលមានរឿងមិនល្អរឿងសៅមងអ្នកខ្លះរមបានអ្នកខ្លះថាបញ្ជួបរឿងស្មុគស្មាញអានឹងស្អែកធ្វើទាំងអស់គ្នាព្រោះថាខែ7នេះគឺមានតែថ្ងៃ26តែមួយថ្ងៃគត់ដែលជាពេលវេលាដែលយើងអាចលៀងជំរះនៅរឿងអ្វីទាំងឡាយហើយបើថាប្តីវាអាក្រក់ធ្វើបាបយើងប្រើអំពើហិង្សាដាក់យើងក្បត់ចិត្តយើងលែងវាមិនដាច់យើងចង់ឲ្យវាទៅឲ្យបាត់មិនបាច់រកគ្រូណាបណ្ដាយទេស្អែកនឹងផ្ញើអាប្តីអាក្រក់នឹងតាមលាមកឲ្យទៅមួយទៀតណាប្តីខ្ញុំឈ្មោះកណាវាធ្វើបាបខ្ញុំណាខ្ញុំអស់និស្ស័យហើយចឹងសូមលាមកឯងយកវាទៅផងឲ្យអស់ចេញពីជីវិតខ្ញុំទៅចុចទឹកឲ្យវាទៅរូអស់ទៅណាអានឹងធ្វើតាមនឹងទៅស្អែកនឹងធ្វើឲ្យហើយបាទផ្ញើទៅធ្វើទៅកាក់កបហើយបាទហើយបើសិនជាធ្វើមិនទាន់ទេភ្លេចកវិអង្គបាទមួយបីជីទៅឲ្យទៅអស់ទៅរឿងមិនល្អរឿងដែលសៅហ្មងណាស្អែកនេះគឺល្អសម្រាប់កំចាត់នៅរឿងមិនល្អកុំអាចបួងសួងគឺកំចាត់នៅរឿងមិនល្អចង់កាប់ដើមឈើចង់កាត់កញ្ចក់ចង់អីក៏ធ្វើបានដោយបំណងស្អែកនឹងធ្វើទៅបាទអញ្ចឹងខ្ញុំនិយាយរឿងហុងស៊ុយប៉ុណ្ណឹងហើយខ្ញុំមកទូទាយនៅរាសីវិញម្ដងបងប្អូនកូនក្មួយបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកយើងមានលេខសំណាងសម្រាប់លោកអ្នកគឺលេខ417ចំណែកពណ៌សំណាងរបស់បងប្អូនអ្នកកើតឆ្នាំជូតគឺពណ៌សនៅថ្ងៃអាទិត្យទី26ខែ7 2026នេះអ្នកដែលកើតឆ្នាំជូតលេខសំណាងលោកអ្នកគឺលេខ417ពណ៌សំណាងពណ៌សលោកអ្នកដែលកើតឆ្នាំជូតខមមិនលេខ417ហើយ share វីដេអូលោកគ្រូដាក់លេខ417ពាក់អាវពណ៌សរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីជំនួញជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងគឺបានល្អគ្រប់បែបយ៉ាងទាំងអស់ដូច្នេះលោកអ្នកដែលកើតនៅឆ្នាំជូតស្អែកនេះពាក់អាវពណ៌សលោកអ្នកនឹងមានលៀបមានសំណាងនឹងហេងនឹងកាក់កបលោកអ្នកដែលកើតនៅឆ្នាំឆ្លូវរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026លេខសំណាងរបស់លោកអ្នកគឺលេខ398ពណ៌សំណាងគឺពណ៌លឿងអ្នកកើតឆ្នាំឆ្លូវខមមិនលេខ398 share វីដេអូដាក់លេខ398ពាក់អាវពណ៌លឿងរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី26កក្កដា2026រាសីរបស់លោកអ្នកមិនសូវជាល្អទេលោកអ្នកនឹងត្រូវគេលាបពណ៌នឹងត្រូវគេចំណែននឹងត្រូវគេររឿងហើយយើងនឹងមានអារម្មណ៍ថាហត់នឿយនឹងមានអារម្មណ៍ថាសេតណាអញ្ចឹងយើងមិនបាច់ខ្វល់ទេយើងមិនបាច់បារម្ភទេណាណាលាបពណ៌អីលាបពណ៌ទៅណានិយាយអីនិយាយទៅពីព្រោះថាវាជារឿងមួយដែលឆ្លូវវាជួបឡើងយិនសិនហើយមកជីវិតនឹងនោះអាណាលាបពណ៌អីលាបអាណានិយាយកុំខ្វល់តទៅទៀតណាវាហត់វាឈប់ហើយអញ្ចឹងអ្នកកើតឆ្នាំឆ្លូវគឺប្រយ័ត្នគេលាបពណ៌ណាបាទបន្ទាប់មកទៀតអ្នកដែលកើតឆ្នាំខាលលោកអ្នកដែលកើតនៅឆ្នាំខាលលោកអ្នកមានលេខសំណាងគឺលេខ273ពណ៌សំណាងពណ៌ស្វាយ
អ្នកកើតឆ្នាំខាល comment និង share វីដេអូដាក់លេខ273លោកអ្នកពាក់អាវពណ៌ស្វាយនឹងមានលៀបនៅថ្ងៃអាទិត្យទី26កក្កដា2026លោកអ្នកអត់លុយថ្ងៃអាទិត្យស្អែកនេះមានវិបត្តិសេដ្ឋកិច្ចអញ្ចឹងអ្នកដែលកើតឆ្នាំខាលទាំងអស់ត្រូវមានអារម្មណ៍ស្មុគស្មាញព្រោះអត់លុយកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំតឹងតែងចម្បែងចិត្តបន្តិចអ្នកដែលកើតឆ្នាំខាលតឹងណាអញ្ចឹងអត់ធ្មត់ហើយខំប្រឹងដោះស្រាយមកជំហានទៅមកជំហានលោកអ្នកនឹងបានជោគជ័យរីកចម្រើនលោកអ្នកដែលកើតនៅឆ្នាំខាលសบายរីករាយទៅសម្រួលទៅរឿងដែលវាប្រុងកើតគឺវាកើតហើយដើរមកជំហានដោះមកជំហានណាបាទខមមិនលេខសំណាងមួយទៅកូនគឺលេខ273 share វីដេអូដាក់លេខ273លោកអ្នកដែលកើតនៅឆ្នាំថោះរាសីរបស់អស់លោកអ្នកគឺលេខសំណាង199ពណ៌សំណាងពណ៌ក្រហមបាទលោកអ្នកដែលកើតនៅឆ្នាំថោះខមមិនលេខសំណាងគឺលេខ199ពណ៌សំណាងពណ៌ក្រហមរាសីរបស់លោកអ្នកនៅថ្ងៃស្អែកល្អបង្គួរប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្នដែលសំខាន់បំផុតនោះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះនៅថ្ងៃអាទិត្យទី26កក្កដាហ្នឹងគឺសូមថែរក្សាសុខភាពណាសុខភាពមិនសូវជាល្អប្រសើរទេអញ្ចឹងថែរក្សាសុខភាពបន្តិចទៅអ្នកដែលកើតនៅឆ្នាំថោះបងប្អូនថែសុខភាពណាពាក់អាវពណ៌ក្រហមឲ្យធាតុភ្លើងហ្នឹងគឺឆេះខ្ទេចនៅជំងឺឈឺថ្កាត់ទាំងឡាយទាំងពួងលោកអ្នកដែលកើតនៅឆ្នាំរោងបងប្អូនរាសីអ្នកកើតឆ្នាំរោងនៅថ្ងៃអាទិត្យទី26កក្កដា2027រាសីឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូររឿងល្អទាំងឡាយបានចូលមកនៅក្នុងជីវិតរបស់លោកអ្នករឿងអាក្រក់នឹងបោវាជាឆ្ងាយអ្នកដែលកើតនៅឆ្នាំរោងលេខសំណាងបងប្អូនលេខ568ពណ៌សំណាងពណ៌ខៀវអ្នកកើតឆ្នាំរោងខមមិនលេខសំណាងលេខ568ពណ៌សំណាងគឺពណ៌ខៀវណារាសីរបស់យើងដាក់ចុះដោះឡើងរកស៊ីមានបានកាក់កបលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លេខសំណាងរបស់បងប្អូនលេខ634លោកអ្នកដែលកើតឆ្នាំម្សាញ់ comment ហើយនឹង share វីដេអូដាក់លេខ634ចំណែកពណ៌សំណាងគឺពណ៌ទឹកមាសណារាសីរបស់លោកអ្នកឡើងខ្ពស់តដែតកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់គឺល្អសម្រាប់លោកអ្នកអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកអ្នក comment លេខសំណាងគឺលេខ634ហើយ share វីដេអូលោកគ្រូដាក់លេខ634ពណ៌សំណាងអ្នកកើតឆ្នាំម្សាញ់ពណ៌ទឹកមាសរាសីឡើងខ្ពស់ត្រដែតលោកអ្នកដែលកើតនៅឆ្នាំមមីរាសីក៏ឡើងខ្ពស់ត្រដែតដែរនៅថ្ងៃអាទិត្យទី26កក្កដា2026លោកអ្នកពាក់អាវពណ៌ប្រផេះរាសីរបស់លោកអ្នកនឹងឡើងខ្ពស់ពណ៌សំណាងពណ៌ប្រផេះលេខសំណាងគឺលេខ749បាទអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងហើយនឹង share វីដេអូដាក់លេខ649រាសីឡើងខ្ពស់តដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកល្អប្រសើរណាអញ្ចឹងលោកអ្នកសប្បាយចិត្តរីករាយហើយ comment លេខសំណាងឲ្យហើយស្អែកឡើងបើកភ្នែកទទួលលៀបទទួលជ័យបាទលោកគ្រូខ្ញុំពាក់ខ្សែដៃលោកគ្រូឲ្យហេងណាស់បាទខ្សែដៃហ្នឹងពាក់ទៅវាហេងដោយសារលោកអ្នកទាំងអស់គ្នាកាលណាតែយើងមានអារម្មណ៍ខ្វះខាតកាលណាតែយើងធ្វើអីមិនបានជោគជ័យកាលណាតែយើងធ្វើអីមិនបានរីកចម្រើនកាលណាយើងធ្វើអ្វីមួយមិនបានល្អគឺដោយសារតែយើងខ្វះនៅធាតុដោយសារយើងខ្វះនៅធាតុណាមួយព្រោះក្បួនហុងស៊ុយគឺគេគិតលើធាតុណាអញ្ចឹងវាមានធាតុទឹកធាតុដីធាតុភ្លើងធាតុឈើធាតុមាសអញ្ចឹងកាលណាបើយើងមានធាតុទាំង5នឹងគ្រប់អានឹងរាសីយើងឡើងប៉ុន្តែបើកាលណាមួយដែលយើងខ្វះនៅធាតុណាមួយគឺយើងរាសីមិនឡើងទេអញ្ចឹងដោយសារតែឃើញអំពីការខ្វះនៅធាតុណាមួយនឹងហើយបានខ្ញុំរៀបចំនៅខ្សែដៃនេះឡើងខ្សែដៃនេះគឺគេហៅថាខ្សែដៃហុងស៊ុយ5ធាតុដែលជាខ្សែដៃត្បូងធម្មជាតិរបស់ប្រទេសភូមាដែលកាលណាយើងយកទៅពាក់ទៅធ្វើឲ្យអ្នកពាក់ទាំងអស់ហ្នឹងគឺមានគ្រប់នៃធាតុកាលណាតែគ្រប់ហើយគឺបរិបូរកាលណាតែបរិបូរលាបជ័យចូលមកហើយអញ្ចឹងអ្នកណាក៏ដោយឆ្នាំណាក៏ដោយដែលមានបញ្ហាណាមួយប្រកបជាយើងខ្វះនៅធាតុណាមួយប៉ុន្តែបើយើងបានពាក់នៅខ្សែដៃនេះហើយគឺលែងខ្វះទៀតហើយពីព្រោះថាវានឹងសម្បតលធាតុទាំងមូលអញ្ចឹងកាលណាតែគ្រប់គ្រាន់ហើយគឺបរិបូរហើយគឺលាបជ័យនឹងចូលមកដែលឯងអញ្ចឹងបងដែលជាស្ត្រីលោកអ្នកដែលជាអ្នករកស៊ីចំនួនជួញដូរបើសិនជាលោកអ្នកមានបញ្ហាមិនល្អណាមួយលក់ដូរមិនដាច់រកស៊ីមិនឡើងធ្វើអ្វីមិនកាក់កបអារម្មណ៍មិនល្អចេះតែមួម៉ៅចេះក្តៅក្រហាយចេះតែមិនសប្បាយចេះតែមិនរីករាយគ្រួសារគ្មានសុភមង្គលរស់នៅគ្នាមិនចុះសម្រុងអានឹងមកពីបញ្ហាទាំងអស់ហ្នឹងអញ្ចឹងបងប្អូនយកនៅខ្សែដៃនេះយកទៅពាក់លោកអ្នកហេងនឹងកាក់កបអញ្ចឹងខ្ញុំមានរៀបចំជូនដល់លោកអ្នកអាចយកទៅពាក់បានហើយខ្ញុំអានេះសម្រាប់នារីហើយបើបរោះគឺត្រូវប្រើពណ៌នេះសុទ្ធដោយសារជាពណ៌កកើតណាពណ៌ធាតុឈើគឺពណ៌កកើតអញ្ចឹងឈើគឺត្រូវយកទៅ support ជាមួយនឹងឆ្នាំមមីដែលជាធាតុភ្លើងអញ្ចឹងមមីឯងធ្វើបាបអញហ៎បរោះមួយចំនួនចិត្តក្តៅតែចិត្តទេប៉ុន្តែឆាប់ភ័យធ្វើអ្វីមួយមិនបានជោគជ័យធ្វើអ្វីមួយអត់បានរីកចម្រើនទេអ្នកដែលកើតឆ្នាំទាំងអស់នឹងដោយសារភ្លើងវាចាំដុតបានតែខ្លាំងឯងប៉ុន្តែវាអត់ប្រយោជន៍
ហើយបាក់ទឹកចិត្តលែងគិតលែងខ្វល់ហើយអំណាចហ្នឹងវាធ្លាក់សូន្យដបងអ្នកដែលនៅជុំវិញខ្លួនធ្លាប់តែគោរពវាលែងគោរពហើយយូរយូរសូម្បីតែប្រពន្ធក៏លែងខ្វល់មួយយើងដែរអញ្ចឹងបងប្អូនយកខ្សែដៃនេះទៅពាក់បានទាំងព្រមណាទី1ជួយឲ្យរាសីឡើងខ្ពស់ទី2ជួយឲ្យអំណាចទី3ជួយឲ្យក្តីសម័យនឹងខ្លាយទៅជាការពិតធ្វើការយូរហើយអត់បានឡើងបុណ្យទេពាក់ខ្សែដៃទៅឡើងបុណ្យស័ក្តិឋានៈទូនីតិរស់ស៊ីមានបានកកអញ្ចឹងស្ត្រីពាក់អាមួយនេះបរិបពាក់អាមួយនេះណាបាទហើយយើងមានយន្តទេវតាទ្រព្យដែលជាយន្តទេវតាជោគលាភយកទៅដាក់តាមខ្លួនព្រោះថាទេវតាទ្រព្យបើតាមក្បួនចិនគឺជាទេវតាស្រូបលាភជាទេវតាកាត់នៅឃ្លាំងទ្រព្យអញ្ចឹងកាលណាតែយើងមានគាត់នៅខ្លួនគឺយើងនឹងមានឃ្លាំងទ្រព្យនៅជាមួយយើងគឺឃ្លាំងទ្រព្យហ្នឹងគឺនឹងទម្លាក់នៅរឿងល្អល្អចូលមានដល់យើងអញ្ចឹងលោកអ្នកអាចយកខ្សែដៃជាមួយនឹងយន្តទ្រព្យនេះដាក់តាមខ្លួនលោកអ្នកនឹងហេងកាត់ឆុងលើករាសីនាំលៀបនាំសំណាងណាហើយរឿងខ្សែដៃរឿងអីទាំងអស់ខ្វះទេគេណែនាំពេញ Facebook បាទប៉ុន្តែសួរថាបានប្រយោជន៍អត់បានទេព្រោះអ្នកទាំងអស់នោះគាត់មិនដឹងជាមកពីទិសណាប៉ុណ្ណឹងចិត្តតែប៉ាតណាប៉ាតដីនឹងប្រយ័ត្នណាគេចេះតែបង្ហាញហើយដូចអ្នកមួយចំនួនណាបងប្អូនចាញ់បោក AI នេះវាយករូបខ្ញុំទៅដាក់ហើយវាធ្វើមាត់ខ្ញុំមហូបសំលេងខ្ញុំ AI ប្រយ័ត្នចាញ់បោកពួកហ្នឹងណាបាទណាច្បាស់ហើយមើលឃើញគ្រូមហាជុំច្បាស់មាត់ពិតសំលេងពិតប្រយ័ត្នចាញ់បោកពួក AI ហើយពួក AI ហ្នឹងកាលណាយើងឆាតទៅវាទោះបីជេរវាក៏វាឆ្លើយល្អមួយយើងដែរព្រោះវា AI ណាបាទអញ្ចឹងប៉ុណ្្នឹងបងប្អូនបើចង់បានខ្សែដៃនេះយកទៅពាក់ឆាតចូលពេកសួរនាំទៅណាបាទឬមួយក៏ចង់ដឹងកាន់តែពិតតាក់ទងលេខទូរស័ព្ទលោកគ្រូផ្ទាល់មាន Telegram មាន2ខ្សែ07គុត29 29 38 099 40គុត86 37បាទចឹងលោកអ្នកដែលកើតឆ្នាំមមីខ្ញុំទាយរួចហើយចូលដល់លោកអ្នកដែលកើតនៅឆ្នាំមម៉ែបងប្អូនមម៉ែលេខសំណាងលេខ857ចំណែកពណ៌សំណាងរបស់អ្នកកើតឆ្នាំមម៉ែគឺពណ៌ផ្ទៃមេឃរាសីរបស់លោកអ្នកនៅក្នុងថ្ងៃអាទិត្យទី26អ្នកកើតឆ្នាំមម៉ែសូមលោកអ្នកប្រយ័ត្នមាត់ប្រយ័ត្នកសុកមានគេមកជេរសុកមានគេមកលៀបពណ៌កុំតយុទ្ធសាស្ត្រឈ្នះនៅឲ្យស្ងៀមណាហ៊ានតែមាត់កលោកអ្នកនឹងមានរឿងហើយរឿងតូចទៅជារឿងធំអញ្ចឹងយើងមិនបាច់ខ្វល់ទេព្រោះជីវិតអ្នកកើតឆ្នាំមួយម៉ែដូចខ្ញុំបានជម្រាបជូនលោកអ្នកអញ្ចឹងថាវាមិនតន់ជាល្អប្រសើរប៉ុន្មានទេមកជីវិតអ្នកដែលកើតឆ្នាំមួយម៉ែហ្នឹងបងប្អូនហើយអារឿងលះបង់ជួយគេគឺជួយរហូតប៉ុន្តែរឿងគេស្អប់រហូតអញធ្វើអីឲ្យគេស្អប់ដែរអាអ្នកដែលអញទុកចិត្តបំផុតក៏គេក្បត់យើងជាទីបំផុតដែរអញ្ចឹងមកជីវិតនេះអ្នកដែលកើតឆ្នាំមួយម៉ែមិនបាច់ទុកចិត្តណាទាំងអស់ទុកចិត្តតែខ្លួនឯងមួយទៅពេលខ្លះខ្លួនឯងក៏មិនឲ្យទុកចិត្តទៀតដល់ប្រាប់មកកុំឲ្យជួយគេបដិញ្ញាឲ្យនៅតែជួយជីវិតហ្នឹងវាអញ្ចឹងណាហើយបើមានបងប្អូនមានប្តីមានប្រពន្ធកើតឆ្នាំមួយម៉ែយល់ចិត្តវាផងប្រយ័ត្នវាឈួតទៅលែងមានអាណារោរឿងណាបាទអញ្ចឹងអ្នកកើតឆ្នាំមួយម៉ែលេខសំណាងបងប្អូនខមមិនទៅលេខ857ពណ៌សំណាងគឺពណ៌ផ្ទៃមេឃណាបាទស្អែកហ្នឹងអត់ធ្មត់កមាត់កំកបាទបន្ទាប់មកទៀតចូលដល់អ្នកកើតឆ្នាំវោកអ្នកកើតឆ្នាំវោករាសីរបស់លោកអ្នកឡើងខ្ពស់តដែតណានៅថ្ងៃអាទិត្យទី26វោកឡើងខ្ពស់តដែតលេខសំណាងអ្នកកើតឆ្នាំវោកបងប្អូនលេខ913ចំណែកពណ៌សំណាងគឺអ្នកកើតឆ្នាំវោកបងប្អូនគឺពណ៌ស្លាទុំអ្នកកើតឆ្នាំវោកពណ៌ស្លាទុំណាបាទហៅឲ្យពណ៌ស្លាទុំពាក់បាទបើមិនស្គាល់ពណ៌ស្លាទុំទេទៅមើលស្លាណាទុំយកពណ៌ហ្នឹងទៅបងប្អូនដែលកើតនៅឆ្នាំរកាបងប្អូនរាសីរបស់លោកអ្នកឡើងខ្ពស់តដែតដែរនៅថ្ងៃអាទិត្យទី26កក្កដា2026ហ្នឹងលេខសំណាងបងប្អូនអ្នកកើតឆ្នាំរកាលេខ289ពណ៌សំណាងពណ៌បៃតងតែឡើងខ្ពស់តដែតទេមិនបាច់ថ្លែងវាចាទេដឹងល្អហើយដឹងឲ្យជោគជ័យហើយដឹងថារីកចម្រើនហើយអ្នកដែលកើតនៅឆ្នាំរកាអ្នកដែលកើតនៅឆ្នាំចបងប្អូនលេខសំណាងលេខ441ពណ៌សំណាងគឺពណ៌ផ្កាត្របែកព្រៃណាពណ៌ផ្កាត្របែកព្រៃបងប្អូនស្គាល់ទេបើមិនស្គាល់ទេជិះម៉ូតូទៅផ្លូវមនីវងទៅខ្វះឲ្យផ្កាតបែកព្រៃអ្នកអំពេញហើយអ្នកនៅតាមខេត្តខ្វះឲ្យតបែកព្រៃបាទអញ្ចឹងផ្កាតបែកព្រៃអ្នកដែលកើតឆ្នាំចលេខសំណាងលេខ451បងប្អូនអ្នកដែលកើតឆ្នាំចហ្នឹងគេថាឲ្យប្រយ័ត្នបន្តិចរឿងសុខភាពណាបើមិនឈឺខ្លួនឯងក៏ត្រូវឈឺអ្នកដែលនៅជិតស្និទ្ធដែរបើខ្លួនឯងឈឺមិនខ្ញុំហើយបើគេឈឺអ្នកកើតឆ្នាំចងាប់ហ្មងហេតុអីបើគេឈឺមើលគេហើយបើខ្លួនឯងឈឺគ្នាណាមើលខ្លួនឯងទៅអាហ្នឹងវាអញ្ចឹងណាបាទហើយអ្នកដែលកើតឆ្នាំកុលបងប្អូនរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី26កក្កដា2026លេខសំណាងលេខ697ពណ៌សំណាងអ្នកដែលកើតឆ្នាំកុលគឺពណ៌ពងមន់បាទពណ៌ពងមន់ណាពណ៌ពងមន់បងប្អូនស្គាល់ហើយពងមន់រៀងស្អីទៅវិញសបាទដឹងបាក់និយាយរឿងពណ៌ពងមន់ស្គាល់ខ្លួនឯងជើងបកស្រីរាយរាប់ណាអ្នកដែលកើតឆ្នាំកុលលេខសំណាងលេខពណ៌លេខ
697ពណ៌សំណាងពណ៌ពងមាន់រាសីមិនល្អទេនៅថ្ងៃអាទិត្យទី26កក្កដានឹងស្មុគស្មាញតឹងតែងចំបែងចិត្តអារម្មណ៍ធុញថប់តបប្រមល់មិនដឹងពិបាកចិត្តមិនដឹងគិតរឿងអីទេប៉ុន្តែតែគិតមិនដឹងព្រួយទេនៅតែព្រួយអញ្ចឹងក៏បដោយវាទៅតាមនឹងទៅណាបាទអញ្ចឹងបងប្អូនអ្នកដែលកើតនៅឆ្នាំកុលសូមលោកអ្នកធ្វើចិត្តឲ្យរឹងមាំធ្វើចិត្តឲ្យរាយទៅណាដើរជំហានគិតមួយជំហានចាំគិតទៀតណាកូនចៅណាហើយខ្ញុំសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំកុលទូទាំងពិភពលោកសូមឲ្យលោកអ្នកជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនហើយរស់ស៊ីមានបានកាក់កបដាក់ចុះបោះឡើងរស់ស៊ីមានបានជារៀងរហូតតរៀងទៅលោកអ្នកទាំងអស់គ្នាជាទីគោរពខ្ញុំលោកគ្រូមហាជុំខ្ញុំសូមជូនពរជូនជ័យនៅថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026នេះសូមឲ្យលោកអ្នកកើតនៅឆ្នាំជូតឆ្លូវខាលថោះរោមសាញ់មមីមមែវប្រការចកុលទាំងអស់មានលៀបមានសំណាងគ្រប់គ្នារស់ស៊ីមានបានគ្រប់គ្នាហេងគ្រប់គ្នាហេងចូលហេងសយចេញឆ្ងាយសូមហេងកាក់កបណាសូមអរគុណបងប្អូនបាទ